ពាក្យមួយម៉ាត់ដែលគាត់និយាយថារងមិនមែនជាខ្លាអត់ស្លាប់ទេមកដល់ម៉ោងនេះគឺរងជាខ្លាមានស្លាប់ស្គាល់បរោះម្នាក់នេះទេបងប្អូនហើយគាត់បានបញ្ជាក់ប្រាប់គេហៅថាបងប្អូននៅក្នុងវីដេអូទៀតគាត់ថារងម៉ោងនេះទៅតាំងទី1ទេបើតាំងទី2តាំងទី3ដឹងតែប៊ូមពិភពលោកមួយនេះដឹងតែរត់ចែកជើងគ្នាហើយបងប្អូនហេតុអ្វីបានជាគាត់មានប្រសាសន៍បែបនេះហើយខ្ញុំចាប់អារម្មណ៍ហើយខ្ញុំយកមុខគាត់មកដាក់បែបនេះហើយមានបងប្អូនយើងខ្លះប្រហែលជាអស់ឃើញវីដេអូការនិយាយស្ដីរបស់គាត់ហើយមួយវិញទៀតខ្ញុំចង់បញ្ជាក់បងប្អូនយើងខ្លះដែរតាក់ទងជាមួយនឹងហេតុអ្វីបានគាត់និយាយចឹងហើយខ្ញុំចាប់អារម្មណ៍ខ្លាំងគឺចំណុចដែលខ្ញុំចាប់អារម្មណ៍ខ្លាំងមកដល់ឥឡូវនេះគឺមកគ្រាប់បួងខ្ទេចពិភពលោកនឹងផ្អើលជន់ជើងគ្នាដោយសាររងមានការផលិតអ៊ុយរ៉ាញ៉ូមហើយនឹងនុយក្លេអ៊ែរអញ្ចឹងបានសហរដ្ឋអាមេរិកមកដល់ម៉ោងហ្នឹងអាមេរិកកំពុងតែបង្ក្រាបក្រុមគេហៅថាឆ្មាំងរបស់រងដើម្បីកំទេចហើយយកនុយក្លេអ៊ែរហ្នឹងមកបំផ្លាញឬមួយក៏កាន់កាប់ខ្លួនឯងសំបញ្ជាក់ណាបងប្អូនសំបញ្ជាក់អញ្ចឹងបើគាត់និយាយនេះគឺដល់ចំណុចមួយដែលថាខ្ញុំគិតថាអាចថាវាជាផលល្អមួយហើយក៏ជាផលអាក្រក់មួយនៃការនិយាយរបស់យើងក៏ប៉ុន្តែមិនមែនចង់ឲ្យបងប្អូនយើងមកផលតាក់ទងជាមួយនឹងហេតុអីបាននិយាយចឹងបងប្អូននេះជាព័ត៌មានពិតនៅក្នុងដៃរងមកដល់ពេលនេះគេមានអាវុធនុយក្លេអ៊ែរស្រាប់ហើយមួយវិញទៀតសហរដ្ឋអាមេរិកក៏គេអត់ចង់ឲ្យប្រទេសរងហ្នឹងមាននុយក្លេអ៊ែរសម្រាប់ប្រទេសគេដែរព្រោះអីកាលណាតែមានធ្វើអ្វីក៏តាមចិត្តដែរបងប្អូនដូចឥឡូវហ្នឹងសង្គ្រាមកំពុងតែកកើតឡើងកំពុងតែឡើងកម្ដៅហើយការវិវត្តឡើងកម្ដៅនេះគឺឡើងកម្ដៅទៅបន្តិចម្ដងអាចនឹងឈានដល់ដំណាក់កាលទី2ដំណាក់កាលទី3ដូចគាត់និយាយណាអាចបាញ់គ្នាប៊ុងហើយមួយវិញទៀតគាត់បានបញ្ជាក់ដែរថាមកដល់ពេលនេះបងនេះគាត់បញ្ជាក់ដែរគាត់ថារងជាខ្លាដោះស្លាប់មានន័យថាជាខ្លាកំពុងតែប្រើយុទ្ធសាស្ត្រមួយតាំងទី1បាញ់ប៉ុណ្ណឹងតាំងទី2បាញ់ខ្លាំងជាងហ្នឹងបកតាំងទី3បាញ់អាធំជាងហ្នឹងទៅទៀតហើយសួរថាគាត់ថាហេតុអីបានរងហ្នឹងអាចមានកម្រិតតែឈ្នះអាមេរិកដោយសារមាននុយក្លេអ៊ែរហ្នឹងឯងអានេះជាការលើកឡើងរបស់គាត់ទេប៉ុន្តែបងប្អូនយើងប្រហែលជាឃើញគាត់ហើយគាត់ដឹកកង់គាត់ជិះកង់តាមនេះឃើញមានការសម្ភាសពីបងម្នាក់នៅកំពង់ឆ្នាំងក៏ប៉ុន្តែអ្វីដែលខ្ញុំលើកមកហ្នឹងចង់និយាយថាវាជាមតិមួយដ៏សំខាន់ដែលបងប្អូនយើងដែលកំពុងតែតាមដាននៅក្នុងsocial media តាក់ទងជាមួយនឹងរឿងសង្គ្រាមពិភពលោកអាមេរិកហើយនឹងអ៊ីរ៉ង់អញ្ចឹងគាត់ថាអាមេរិកវាយយ៉ាងណាក៏មិនងាយនឹងឈ្នះអ៊ីរ៉ង់ដែរព្រោះមកដល់ម៉ោងនេះរងទប់អាចលេងតាំងទី2អាចលេងតាំងទី2តាំងទី3អាចប៊ូមអីចឹងទៅប៉ុន្តែខ្ញុំចាប់អារម្មណ៍ថាបើសិនជាពិតដោយគាត់និយាយមែនរឿងនេះវាមិនធម្មតាទេរឿងនេះអត់ធម្មតាទេសួរហេតុអីបងប្អូនបាទសង្គ្រាមមកដល់ឥឡូវហ្នឹងវិវត្តរហូតទៅដល់3សប្តាហ៍វាស្មើនឹងកន្លះខែហើយបាទកន្លះខែអាចឈានចូលមកអាទិត្យទៀតចូលដល់ជិត1ខែហើយធ្វើឲ្យគេហៅថាការចំណាយក៏ដូចជាការប្រើសភាវុធធំចាប់ដើមកើនឡើងបន្តទៀតព្រោះអីអត់មានប្រទេសណាចោះចាញ់អ៊ីស្រាអែលក៏ប្រើមីស៊ីលសហរដ្ឋអាមេរិកក៏ចាប់ដើមប្រើគេហៅថាយន្តហោះចម្បាំងទំនើបរងជិះចាប់ដើមប្រើអារបស់រឹតទៅទំនើបជាងមុនទៅទៀតបាទពីដ្រូនធម្មតាឡើងដល់ដ្រូនកម្រិតមួយដែលរៀងធំហើយទំនើបបាញ់គោលដៅចំល្អហើយមានប្រព័ន្ធផ្សេងនឹងមីស៊ីលធំបន្តទៀតហើយនឹងអាចនឹងឈានដល់ប្រើគេហៅថាមីស៊ីលកម្រិតខ្ពស់បន្តទៀតបងប្អូនអញ្ចឹងនេះជាការលើកឡើងរបស់គាត់ហើយក៏ខ្ញុំចាប់អារម្មណ៍មែនទែនហើយក៏មិនមែនតែកាន់ជើងអ៊ីរ៉ង់ហើយក៏មិនមែនតែលើកជើងអាមេរិកព្រោះអេដមីនស៊ីបាយខ្លួនឯងណាប៉ុន្តែការនិយាយរបស់គាត់ខ្ញុំគិតថាពិភពលោកបើគិតថាមានតាំងទី1ប៉ុណ្ណឹងអាចមានតាំងទី2លើសហ្នឹងទៀតខ្ញុំជឿជាក់ថាបើមានតាំងទី3លើសហ្នឹងទៀតពិភពលោកនេះនឹងអាចរឹតតែជ្រួលច្បល់ទៀតព្រោះអីតែប៉ុណ្ណឹងផងមិនគ្រាន់តែនេះហ្នឹងជ្រួលច្បល់ខ្លាំងមែនទែនតាក់ទងមួយរឿងប្រេងពិភពលោកគឺខ្លាំងមែនទែនព្រោះអីនឹងឧស្ម័នឥឡូវហ្នឹងបាទប៉ុន្តែយើងនិយាយក្នុងចំណុចមួយថារងខ្លាំងដោយសារគេមានផលិតអាក្របដូចខ្ញុំនិយាយអញ្ចឹងអ៊ុយរ៉ាញ៉ូមហើយហ្នឹង
មីស៊ីលកម្រិតរបស់គេនេះមីស៊ីលធំៗរបស់គេនេះអញ្ចឹងបើគាត់និយាយថាអាមេរិកវាយមកជាតិទៀតក៏អត់ឈ្នះឲ្យរងដែរអានេះជាការលើកឡើងរបស់គាត់ទេក៏ប៉ុន្តែយើងចាំស្ដាប់ចាំមើលបន្តទៀតហើយតើការនិយាយរបស់គាត់ហ្នឹងវាត្រូវទៅនឹងចំណុចដែរគាត់និយាយអត់ហើយថាតើអនាគតទៅអាមេរិកអាចបង្ក្រាបឲ្យរងបានឬមួយក៏យ៉ាងណាយើងអត់ទាន់ដឹងទេយើងតាមដានទាំងអស់គ្នានេះជាការវិវត្តសង្គ្រាមក៏ភ្លេចតាមដានទាំងអស់គ្នានេះបាទអាមេរិកកំពុងទៅទៀតហើយទៅសំដៅទៅរងទៅចាប់រងដាក់កំប៉ុងប៉ុន្តែចាំមើលថាចាប់បានរងដាក់កំប៉ុងអត់ឬមួយក៏យ៉ាងណាតាមដានបន្តទៅនេះគ្រាន់តែជាការវិភាគហើយក៏គ្រាន់តែជាការនិយាយរបស់គាត់ឲ្យតាមដានទាំងអស់គ្នាកុំមើលគាត់អញ្ចឹងកុំសូវប្រយ័ត្នចូលប្លង់គាត់ដល់ពេលគាត់និយាយត្រូវថាគាត់នឹងចេះថាគាត់នឹងចោះប៉ុន្តែខ្ញុំស្ដាប់ចំណុចដែលគាត់និយាយមកគឺចាប់អារម្មណ៍ហើយក៏ធ្វើវីដេអូបញ្ជាក់ប្រាប់បងប្អូនថាអាចមួយយ៉ាងដែរព្រោះអីដោយសារតែមកដល់ពេលឥឡូវហ្នឹងគឺការវិវត្តតទៅជាមួយនឹងប្រើសភាវុធឬមួយក៏អីចឹងមកដល់ហ្នឹងសំបីថាអាមេរិកទំនើបខ្លាំងមែនទែនក៏ប៉ុន្តែខ្ញុំងាកមកមើលរងអាចមានអាទំនើបខ្លាំងជាងហ្នឹងទៀតដោយសារអីគេមានមីស៊ីលប្រកបដោយអុយរញោមហើយមួយវិញទៀតហើយគេឮថាមានអាប្រភេទផ្សេងមួយទៀតដែលអាចថាធ្វើឲ្យពិភពលោកនេះកាន់តែយ៉ាប់យ៉ឺនពេលដែលបាញ់វាទៅអញ្ចឹងចាំមើលបន្តទៀតណាថាអាមេរិកឬមួយក៏